បាទឥឡូវយើងមកជួបគ្នានៅវិញ្ញាសាទី1ហើយនេះគឺជាវីដេអូពិសេសសម្រាប់សិស្សថ្នាក់ទី9ដែលយើងសម្រាប់ត្រៀមប្រឡងឌីប្លូមហើយនឹងឈុតមាសទី2យើងមកមើលក្នុងលំហាត់ទី1របស់យើងគឺគេឲ្យយើងកំណត់មុំសេមុំសេគឺជាមុំមួយនៃត្រីកោណឥឡូវខ្ញុំដាក់ត្រីកោណដាក់ចំណុចដែលវាផ្សព្វដូចដេអញ្ចឹងណាបាទនៃត្រីកោណ CDB បាទគឺជាមុំមួយនៃមុំទាំង3របស់ត្រីកោណហ្នឹងយើងដឹងហើយផលបូកមុំក្នុងទាំង3របស់ត្រីកោណស្មើប៉ុន្មានដឺក្រេបាទជាងផលបូកមុំក្នុងរបស់ត្រីកោណគឺស្មើ180ដឺក្រេយើងឃើញថាមុំទី1នេះវា20ដឺក្រេហើយបាទបូកជាមួយនឹងមុំទី2នៅក្នុងត្រីកោណ CDB នេះបូកគ្នាទៅ130ដឺក្រេឥឡូវយើងខ្វះប្រមាណទៀតដើម្បីឲ្យផលបូកមុំក្នុងទាំងអស់របស់វានេះស្មើ180ដឺក្រេអញ្ចឹងយើងត្រូវការ50ដឺក្រេទៀតចឹង50ដឺក្រេមុំសេហ្នឹងបូកជាមួយនឹងមុំថងដេនេះ110ដឺក្រេបូកជាមួយ20វាឃើញ180ដឺក្រេអាហ្នឹងគឺជាផលបូកមុំក្នុងត្រីកោណគឺស្មើជាមួយនឹង180ដឺក្រេហើយក៏ជាចំណុចមួយដែលអ្នកនរគ្នាត្រូវចេះដែរបាទវាជាមូលដ្ឋានគ្រឹះមិនថាអ្នកនរគ្នាទៅដល់ថ្នាក់ទី10 11 12ទេបាទយើងត្រូវតែដឹងថាផលបូកមុំក្នុងត្រីកោណស្មើ180ដឺក្រេបាទជាចម្លើយទៅគឺ50ដឺក្រេថងចំណុចនេះបាទចំពោះបងប្អូនថ្នាក់ទី9ឥឡូវយើងចាប់ផ្ដើមបើកថ្នាក់អនឡាញយើងព្រៀនឌីប្លូមរយឈុំមាសទី2ហើយបងប្អូនថ្នាក់ទី12ណាយើងបានបើកថ្នាក់អនឡាញ3ត្រៀមក៏ដូចជាថ្នាក់ផ្ទាល់ចឹងអ្នកនរគ្នាយើងនឹងធ្វើលំហាត់មួយថ្ងៃមួយលំហាត់មួយថ្ងៃមួយលំហាត់ជាមួយនឹងវិញ្ញាសាត្រៀមរបស់យើងហើយបើសិនចំពោះអ្នកនរគ្នាដែលចង់ចុះឈ្មោះរៀនជាមួយយើងអាចខមមិនក្រោមឬចិត្តបតុង send message បាទអរគុណសូមអរគុណរៀនបែបនេះយើងមិនមែនគ្រាន់តែចាំរូបមន្តនិងសម័យកាលដ៏ច្រើននោះទេតែយើងនឹងយល់ពីឫសគល់និងទំនាក់ទំនងនៃការប្រើប្រាស់រូបមន្តទាំងនោះតាមរយៈការវិភាគការអនុវត្តនិងការបញ្យល់ហើយនេះជាប្រព័ន្ធរៀនដែលមានផ្ដល់ជូនដោយមជ្ឈមណ្ឌលបង្វឹក Feynman Academic យើងនឹងផ្ដល់ជូនសៀវភៅកិច្ចការដែលមានទាំងមេរៀននិងលំហាត់អនុវត្តសម្រាប់សិស្សដែលចុះឈ្មោះបង្វឹកគណិតវិទ្យានិងរូបវិទ្យាចាប់ពីថ្នាក់ទី7ដល់ថ្នាក់ទី12ទាំងចំពោះការសិក្សាផ្ទាល់និងតាមអនឡាញសូមចុចប៊ូតុង Send Message ឬក៏ comment ខាងក្រោមថាចុះឈ្មោះរៀនសូមអរគុណ